លោកដួងចិត្តជីវិតស្នេហាប្រាប់ថាជាតិនេះចំបែងរួននៅកំព្រីរងម្នាក់ឯងសងរេព្រោះក្តីស្នេហ៍ស្នងស្នេហ៍អើយសូមបងមេត្តាសូមបងមេត្តាឆ្លើយមកស្នេហាអើយអូនដឹងផងអូននឹកដល់ប្រថ្លៃគ្មានថ្ងៃកនឡងនេះម្ដងធ្វើម្ដេចនឹងបានប្រានមកតំណំបីរលកចិនដាស្នេហាកវៃលោកស្រីស្រីនៅតែចាំអូយបងអូនហើយថ្ងៃនេះខ្ញុំខំមករកកន្លែងស្ងប់ស្ងាត់ហើយតែសោកស្ដាយដែលខ្ញុំយកនេះចាយកមកចឹងទៅក៏មានភាពរញ៉េរញ៉ៃទៅមួយវីដេអូនេះបានប៉ុណ្ណាផុសជូនម្ចាស់ផ្ញើម្ចាស់សនំពោប៉ុណ្ណឹងហើយចាបាត់នឹងមានអ្នកសនំពោច្រើនសនំពោខ្ញុំអត់តបានឈាមជូនតែខ្ញុំចង់បានកន្លែងនេះស្ងប់ស្ងាត់ចឹងណាតែឥឡូវអត់ស្ងប់ស្ងាត់អត់បានដូចចិត្តទេចាអរគុណច្រើនសូមត្រូវអេជាស្រីផងជំរាបលាบ๊ายបายចាបងអូនสนมពោបាត់រលកដួងចិត្តថ្ងៃនេះបែបតកកហល់អ្នកច្រៀងជូនម្ចាស់สนมពោបែបតកកហល់ចង់និយាយថាចេះបញ្ញាប់ផុសជូនព្រោះสนมពោម្ចាស់สนมពោមុននោះสนมពោយូរដែរហើយក្រោយមកទៀតក៏ក្មួយสนมពោហើយចង់ប្រាប់ថាខ្ញុំពិតជាសោកស្ដាយសម្រាប់ការធ្វើឲ្យបានល្អថ្ងៃនេះសង្ឃឹមថាខ្ញុំនឹងបានជាប់ទៅវគ្គបន្តទៀតអូយមានអារម្មណ៍ថាสนมពោបទជំនាញបទនេះខ្ញុំជឿឲ្យម្ចាស់สนมពោគឺបែបញ៉ៃនឹងវល់ទីសំលេងបើសិនជាបានស្ងប់ស្ងាត់ជាងនេះនឹងល្អប៉ុណ្ណាទេបងអូនប៉ុន្តែជាស្រីផងចាអត់ដឹងធ្វើម៉េចទេចាយើងមានហើយបងប្អូនកូនក្មួយចឹងទៅតូចពេលទៅណាមកណាចង់មកតាមដែរអញ្ចឹងក៏មិនដាច់ចិត្តក៏យកមកតាមតែលទ្ធផលគឺពិបាកយើងខ្លួនឯងចង់បានស្ងប់ស្ងាត់តែយកពួកគាត់មកលើសដើមតែហ្មងចាអញ្ចឹងបទជំនាញបទនឹងជំនុំមានឱកាសក្រោយបែបទេសភាពស្អាតហើយបើពេលវេលាបែបស្ងប់ស្ងាត់អីចឹងណាខ្ញុំថតបទនឹងម្ដងទៀតជូនទៅដល់ពុកម៉ែបងអូនអំពុកមីងបានសន្តាប់កំសាន្តហើយទេសភាពហើយទេសនាជាមួយទេសភាពស្អាតម្ដងទៀតហើយនឹងផ្ញើជូនបទនឹងម្ដងទៀតទៅម្ចាស់สนมពោដូចគ្នាចាហើយថ្ងៃនេះមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការទស្សនាវីដេអូដ៏សែនរញ៉េរញ៉ៃរបស់ខ្ញុំជម្រាបលាបាយបាយបងប្អូនទាំងគ្នាវាម្ដងទៀតជម្រាបលាពីរដងហើយខ្ញុំវាអស់ចិត្តក៏ថតវីដេអូម្ដងទៀតបកស្រាយម្ដងទៀតចាតែថាពុកម៉ែបងប្អូនអត់អស់ចិត្តទេខមមិននៅក្នុងមកនាងខ្ញុំនឹង like បកស្រាយម្ដងទៀតណែអូយលោកឯងតំតែនិយាយមិញហើយមកទៀតអើយតែមិញដឹងតាជម្រាបលាបងប្អូនបាយបាយជួបគ្នានៅវីដេអូក្រោយបាយ